ការវីដេអូមុនខ្ញុំផុសធ្វើមីហលញ៉ាំហ្មងតែរសជាតិមីហលឲ្យខ្ញុំធ្វើនោះវាអត់ដូចមីហលដែលខ្ញុំតែញ៉ាំនៅហាងគេអញ្ចឹងណាហើយក៏មានបងប្អូនក៏ចូលខមមិនប្រាប់ខ្ញុំចេះបើចង់ញ៉ាំមីហលដែលយើងធ្វើខ្លួនឯងឲ្យរសជាតិដូចហាងឲ្យខ្ញុំឆុងមីកូរ៉េណូទៅរសជាតិវាដូចមីហលនៅហាងអញ្ចឹងណាទៅអញ្ចឹងទៅខ្ញុំទៅមើលនៅផ្សារស៊ីខាងលំមានឈ្មោះមីហ្នឹងអញ្ចឹងតែដូចបងប្អូនឃើញតាមវីដេអូអញ្ចឹងមីឡើងមកកណោតែមីដែលខ្ញុំហៅហ្នឹងគឺអត់មានទេអញ្ចឹងហើយមកផ្ទះវិញយកមីដែលខ្ញុំញ៉ាំពីមុនធ្វើញ៉ាំធម្មតាទៅពេលបងប្អូនក៏ខមមិនឈ្មោះមីហ្នឹងហើយខ្ញុំក៏ចង់ដឹងរូបរាងមីហ្នឹងមិនដែរទៅពេលខ្ញុំសើចមីហ្នឹងមើលទៅឃើញមានអក្សរខ្មែរហើយអក្សរកូរ៉េផងខ្ញុំគិតថាមានទេព្រោះថាសាស៊ីលក់មីយើងច្រើនដែរទៅហើយគឺថាអត់មានអត់ដែរឥឡូវហ្នឹងគឺថាខ្ញុំមានការចង់សាក់មីហ្នឹងមែនតែនហ្មងតែប្រហែលខ្ញុំគិតថាមានតែនៅស្រុកខ្មែរយើងទេបងប្អូនណានៅនេះមិនទាន់មានលក់ទេតែបើថ្ងៃណាមួយខ្ញុំផ្ញើអាវ៉ាន់មកពីខ្មែរគឺដឹងតែទិញមីហ្នឹងយកមកដែរហ្មងព្រោះខ្ញុំចង់ដឹងថាមីហ្នឹងរសជាតិដូចមីហលដែលបងប្អូនខមមិនប្រាប់មែនអត់ចឹងណាចាឲ្យបងប្អូនទាំងអស់គ្នាក្នុងមួយខែញ៉ាំមីប្រហែលដងដែរខ្ញុំវិញក្នុងមួយខែញ៉ាំ2ទៅ3ដងអីវ៉ាន់ទេតែពេលចូលរដូវត្រជាក់នៅស្រុកនេះរៀងយឹកបន្តិចហើយបងប្អូនណាតើការធាតុត្រជាក់ចឹងនឹកឃើញតែមីបើនិយាយពីមីដែលខ្ញុំកំពុងតែធ្វើនេះបងប្អូនរសជាតិវាឆ្ងាញ់ម្យ៉ាងដែរតែគាត់ថារសជាតិវាដូចមីហលចឹងណាចាបងប្អូនមកញ៉ាំមីហលខ្លាំងៗរបស់ខ្ញុំទាំងអស់គ្នាគេថាញ៉ាំមីវាមិនសូវល្អសម្រាប់សុខភាពទេតែគាត់ថាពេលដែលយើងញ៉ាំមីចឹងណាគឺយើងឆុងដាក់បន្លែដាក់សាច់ដាក់អីទីទូចចឹងទៅលក្ខណៈថាវាមានបន្លែមានសាច់មានអីនៅនឹងខ្លះចឹងណាតែកុំញ៉ាំញឹកពេកអីចឹងណាតែពេលដែលយើងញ៉ាំអីចឹងទៅកុំភ្លេចញ៉ាំទឹកក្បានច្រើនឆៃរឿងមួយទៀតហាត់ប្រាណផងព្រោះថាសម្រាប់ខ្ញុំពេលដែលញ៉ាំមីមានអារម្មណ៍ថាក្នុងខ្លួនវាក្តៅខុសពីធម្មតាហើយពេលខ្ញុំញ៉ាំមីគឺខ្ញុំអត់ញ៉ាំយប់ពេកទេព្រោះថាកាពះវាបាក់កន់អីចឹងតែសួរថាចង់ឲ្យនៅចង់ញ៉ាំអត់នៅចង់ញ៉ាំធម្មតាចាវីដេអូគឺមានប៉ុណ្ណឹងបងប្អូនជម្រាបលាបាយបាយ